សូមគោរពជំរាបសួរបងប្អូនហើយខ្ញុំបាទឈ្មោះមឿនសុភ័ក្របាទហើយថ្ងៃនេះចង់មកចែករំលែកតាក់ទងជាមួយនឹងការពិនិត្យសុខភាពទូទៅសម្រាប់បងប្អូនដែលចង់ស្វែងយល់ឬក៏មើលខ្លួនឯងថាតើខ្លួនឯងពីមួយឆ្នាំទៅមួយឆ្នាំពីមួយខែទៅមួយខែតើគាត់សុខភាពគាត់មានបញ្ហាអីខ្លះហើយគាត់ដែលអ្នកខ្លះគាត់អត់ធ្លាប់ពិនិត្យទេបងប្អូនអ្នកខ្លះអត់ដែលពិនិត្យសោះហ្មងនៅពេលដែលគាត់អត់ដែលពិនិត្យគាត់អត់ដឹងថាតើគាត់ត្រូវពិនិត្យទៅលើអីខ្លះហើយគាត់ប្រឹក្សាមិនចាំតទៅពេលគាត់មានបញ្ហាសុខភាពព្រឹបធ្លាក់ព្រឹបបានយើងថាអូទៅស្វែងរកពេទ្យទៅស្វែងរកការព្យាបាលតែថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅស្វែងយល់សិក្សាអំពីការពិនិត្យសុខភាពប្រចាំឆ្នាំទូទៅទាំងអស់គ្នាតោះបងប្អូនអញ្ចឹងនេះបងប្អូនមើលជាទូទៅអក្សរកាត់ដែលយើងហៅថា UA ឬក៏ Urinary renal lysis បាទ urinary lysis ដែលមានន័យថាការត្រួតពិនិត្យទឹកនោមជាទូទៅគឺគេហៅកាត់ថា UA បាទហើយនៅក្នុងហ្នឹងមាន3ចំណុចធំបាទទី1ការពិនិត្យផ្ដោតទៅលើភ្នែកហៅថា visual exam ឬទី1កំណត់គ្រូពេទ្យហ្នឹងគេនឹងពិនិត្យមើលទៅលើពណ៌ភាពថ្លានៃទឹកនោមដោយសារតែទឹកនោមក៏វាបែងចែកដែរណាបងប្អូនបាទបើសិនជាយើងតាមដានសង្កេតពិនិត្យមើលទឹកនោមយើងពេលខ្លះពេលដែលយើងញ៉ាំទឹកតិចវាធ្វើឲ្យទឹកនោមយើងល្អក់អីចឹងទៅបាទទី2ពិនិត្យទៅលើទឹកនោមមានពណ៌ក្រហមឬថ្លាឈូកអាចមានឈាមបើទឹកនោមល្អក់អាចជាសញ្ញានៃការឆ្លងមេរោគអញ្ចឹងបងប្អូនទៅតែសង្កេតពិនិត្យមើលខ្លួនឯងបាទហើយចំណុចធំទី2នឹងការពិនិត្យដោយបន្ទះសាកល្បងឬគឺ district test នឹងការប្រើបន្ទះផ្លាស្ទិកមួយដែលមានសារធាតុគីមីដើម្បីវាស់ស្ទង់មួយទៀតគេហៅថាកម្រិតអាស៊ីត pH បញ្ជាក់ពីតុល្យភាពអាស៊ីតនៅក្នុងរាងកាយជាតិស្ករក្លូយកូសបើមានជាតិស្ករអាចជាសញ្ញាទឹកនោមផ្អែមប្រូតេអ៊ីនបើមានច្រើនអាចបញ្ជាក់ពីបញ្ហាតម្រងនោមបញ្ជាក់ថាភាសាយើងអាចហៅថាតម្រងនោមយើងហៅថាកលៀនងាយក៏បានដែរប៉ុន្តែយើងជាទូទៅខ្លះយើងយល់ថាកលៀនគឺវានៅក្បែរតំបន់ពិសេសរបស់យើងអីចឹងណាបាទប៉ុន្តែតម្រងនោមបាទហើយមួយទៀតមេរោគនិងកោសិកាឈាមសបញ្ជាក់ពីការរលាកឬការឆ្លងមេរោគទឹកតាមផ្លូវទឹកនោមទី3ធំការពិនិត្យតាមមេក្រូទស្សន៍បាទគេនឹងយកទឹកនោមទៅពិនិត្យមេរោគឬកោសិកាតូចដែលភ្នែកទទេមើលមិនឃើញឬគ្រាប់ឈាមក្រហមសញ្ញានៃការឆ្លងមេរោគឬជំងឺទឹកនោមតម្រងនោមការឆ្លងបាក់តេរីយើងមានឆ្លងមេរោគអត់មានឆ្លងមេរោគតាមទឹកនោមអត់មានឈាមអត់មានអាលៀកអត់ហើយប្រូតេអ៊ីនបើសិនជាវាអាលៀកវាមានបញ្ហាបញ្ជាក់តែអានេះគាត់ជាសញ្ញាទូចទេណាបាទវាជាសញ្ញាវាមានកត្តាជាច្រើនប៉ុន្តែនៅក្នុងនេះគឺពិនិត្យមានប្រមាណប៉ុណ្ណឹងបាទហើយទី2គឺយើងពិនិត្យទៅលើ CBC បាទ CBC នៅក្នុងលទ្ធផលរបស់ CBC គ្រូពេទ្យនឹងពិនិត្យមើលសារធាតុសំខាន់3បាទឥឡូវដាក់អស់ហ្មងទៅដើម្បីយើងងាយស្រួលបាទអញ្ចឹងនៅទីនេះដោយសារតែខ្ញុំបាននឹងសង្ខេបជូនសម្រាប់បងប្អូនដើម្បីឲ្យបងប្អូនងាយយល់បាទទី1គ្រាប់ឈាមក្រហមឬ red blood cell គ្រាប់ឈាមក្រហមមានតួនាទីដឹកនាំអុកស៊ីសែនពីសួតទៅកាន់រាងកាយក្នុងផ្នែកនេះគេពិនិត្យទៅលើ hemoglobin នេះគឺសំដៅទៅលើប្រូតេអ៊ីនដែលដឹកនាំអុកស៊ីសែនពីសួតទៅកាន់រាងកាយទាំងអស់បាទហើយមួយទៀតគេហៅថាhematocrit ភាគរយនៃគ្រាប់ឈាមក្រហមនៅក្នុងឈាមដែលហើយសញ្ញាបញ្ជាក់បើទៀបមានន័យថាស្លេកស្លាំងអញ្ចឹងនៅពេលដែលបើសិនជា hemoglobin ឬក៏ hematocrit វាមានលក្ខណៈទៀបបញ្ជាក់ថាភាពស្លេកស្លាំងរាងកាយអាចមានឬក៏មានបញ្ហាកត្តាផ្សេងទៀតអញ្ចឹងណាដូចជាកាកបាក់តេរីឆ្លងនៅក្នុងគ្រាប់ឈាមអីបាទ
ទី2គ្រាប់ឈាមស white blood cell គ្រាប់ឈាមមានតួនាទីជាកងទ័ពការពាររាងកាយប្រឆាំងនឹងមេរោគបើខ្ពស់បញ្ជាក់ថាមានការរលាកឬឆ្លងមេរោគបាក់តេរីបើទាបបញ្ជាក់ថាប្រព័ន្ធការពាររាងកាយចុះខ្សោយឃើញទេហើយមួយទៀតគឺតកតងជាមួយនឹង ក្នុង CBC នឹងដែរគឺផ្លាកែតបាទផ្លាកែតជួយឈាមកកនៅពេលដែលមានរបួសដើម្បីបញ្ឈប់ការហូរឈាមបើទៀបងាយនឹងមានឈាមច្រមុះមានបញ្ហាឈាមតាមចាញ់ធ្មេញឬក៏ទៅលើស្បែកតែសម្រាប់អ្នកខ្លះទៀតនៅពេលដែលគាត់ប្រើថ្នាំ aspirin ឬក៏ប្រភេទថ្នាំរំលាយគ្រាប់ឈាមអ្នកដែលមានបញ្ហាបេះដូងគាត់លេបអាហ្នឹងក៏ត្រូវការប្រយ័ត្នដែរគាត់ត្រូវការប្រយ័ត្នទៅលើខ្លាច់ប៉ះអីមុតអីមានបញ្ហាចាក់ធ្វើស្អីឲ្យតែពាក់ព័ន្ធជាមួយនឹងស្បែករាងកាយមកតួខ្លួនគឺត្រូវតែប្រយ័ត្នហើយសូម្បីតែទៅប្រឹក្សាមួយដុកទ័រថ្មិញក៏ត្រូវតែពិភាក្សាគ្នាបានច្បាស់ដែរដើម្បីការពារនៅពេលដែលឈាមហូរវាហូរអត់ឈប់ហ្មងដោយសារអីគឺដោយសារតែផ្លាកែតយើងខ្សោយឬក៏យើងប្រើថ្នាំ aspirin ឬក៏ថ្នាំរំលាយគ្រាប់ឈាមបាទហើយមួយទៀតគឺយើងពិនិត្យទៅលើ FBS បាទអានេះយើងដាក់អស់ហ្មងទៅបាទអញ្ចឹងយើងដាក់អស់ហ្មងនឹង FBS គឺមកពីពាក្យពេញថា fasting blood sugar នឹងការពិនិត្យជាតិស្ករនៅក្នុងឈាមពេលពោះទទេអាហ្នឹងចង់បញ្ជាក់ថាយើងអត់ទាន់ញ៉ាំអីបានយើងពិនិត្យបានអញ្ចឹងគឺហាមដាច់ខាតយើងធ្លាប់ឃើញថានៅពេលដែលយើងទៅពិនិត្យសុខភាពតែងពេទ្យឬក៏ដុកទ័រឬក៏នឺសតែងតែណែនាំមិនឲ្យយើងញ៉ាំទឹករយៈពេលចន្លោះពី8ម៉ោងទៅ12ម៉ោងគឺចាប់ពីម៉ោង12យប់ឡើងទៅគឺហាមអត់ឲ្យញ៉ាំរួមទាំងទឹកអីតិចតួចអាចញ៉ាំបានមិនមែនថាអត់សោះទេតែរបបអាហារគ្រប់យ៉ាងទាំងអស់ជាពិសេសពួកកាហ្វេពួកអីរត់តែមិនអាចញ៉ាំបានហើយលុះត្រាតែយើងជួសឈាមហើយបាទអញ្ចឹងវាគឺជាការវាស់ស្ទង់កម្រិតជាតិស្ករក្លុយកូសនៅក្នុងឈាមរបស់អ្នកនៅពេលអ្នកមានមិនទាន់បានញ៉ាំអ្វីសោះការតេស្តនេះមានសារៈសំខាន់បំផុតសម្រាប់គ្រូពេទ្យនៅក្នុងការស្វែងរកជំងឺទឹកនោមផ្អែមទី1គ្រាប់ឈាមក្រហម red blood cell គ្រាប់ឈាមក្រហមមានតួនាទីដឹកនាំអុកស៊ីសែនពីសួតទៅកាន់រាងកាយអញ្ចឹងណាបងប្អូនបាទហើយផ្នែកនេះគេពិនិត្យទៅលើអត់អាហារភេសជ្ជៈគ្រប់យ៉ាងតិច8ទៅ12ម៉ោងដូចខ្ញុំបានប្រាប់អញ្ចឹងទឹកនោមផ្អែមសំទោសផឹកទឹកបានខ្លះអ្នកអាចផឹកទឹកធម្មតាបានប៉ុន្តែហាមកាហ្វេតែឬក៏ភេសជ្ជៈផ្អែមអាហ្នឹងគឺហាមហ្មងដាច់ខាតតែបើថាទឹកសយទឹកសុទ្ធបានតិចតួចបាទហើយមួយទៀតបញ្ជាក់បើទៀបបញ្ជាក់ថាអ្នកជំងឺហ្នឹងគាត់ស្លេកស្លាំងគាត់មើលទៅគាត់មុខមាត់សាច់ឈាមគាត់អត់សូវភ្លឺថ្លាទេបាទហើយកម្រិតជាតិស្ករ FBS មានន័យថាក្រោម100បាទក្រោម100ក្រាមDL ធម្មតាគឺជាចាប់ពី100លើអាហ្នឹងអាស្រ័យទៅលើម៉ាស៊ីនទៅលើគ្រឿងឧបករណ៍ការពិនិត្យឬក៏កំណត់នៅក្នុងទីពេទ្យមួយទេបាទអញ្ចឹងចន្លោះពី100ទៅ120បញ្ជាក់ថាត្រៀមនឹងកើតទឹកនោមផ្អែមអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នដែរអញ្ចឹងបានទាមទារឲ្យយើងពិនិត្យប្រចាំកាលណាតែកម្រិតជាតិស្កររបស់យើងវាឡើងគឺអាចមានបញ្ហាអញ្ចឹងយើងត្រូវតែតាមដានហើយនឹងត្រួតពិនិត្យជាមួយប្រឹក្សាមួយដុកទ័រមានជំនាញហើយចាប់ពី126ឡើងទៅសញ្ញាទឹកនោមផ្អែមបាទអាហ្នឹងគឺចាប់ផ្ដើមហើយអូខេនេះបងប្អូនបើនៅក្នុងពិនិត្យសុខភាពក៏មានមួយទៀតគឺគេហៅថាបុណ្យហ្នឹង B អក្សរកាត់ BUN បាទមកពីពាក្យថា blood urea nitrogen ដែលមានន័យថាការវាស់កម្រិតអាស៊ូតអ៊ុយរ៉េនៅក្នុងឈាមវាគឺជាការពិនិត្យឈាមដ៏សំខាន់ដើម្បីវាស់វាតម្លៃថាតើតម្រងនោមរបស់អ្នកដំណើរការល្អកម្រិតណាឃើញនៅពេលដែលយើងពិនិត្យសុខភាពប្រចាំឆ្នាំអានេះវាត្រូវមាន
បាទវាត្រូវមានហូរហែតាមលំដាប់លំដោយរបស់វាដោយសារយើងអត់ធ្លាប់ពិនិត្យហើយទី1គឺតើបុណ្យហ្នឹងកើតមកពីណាអញ្ចឹងនៅក្នុងនេះនៅពេលរាងកាយរបស់អ្នកបំបែកជាប្រូតេអ៊ីនពីអាហារដែលអ្នកញ៉ាំវានឹងបង្កើនបានជាកាកសំណល់ដែលហៅថាអ៊ុយរ៉េនេះត្រូវបានផលិតនៅថ្លើមហើយបញ្ជូនទៅកាន់ឈាមរួចត្រូវបានចម្រោះចេញពីរាងកាយតាមរយៈតម្រងនោមដោយបញ្ចេញមកក្រៅតាមទឹកនោមបាទទី2ហេតុអ្វីបានជាគេពិនិត្យបុណ្យអញ្ចឹងយើងត្រូវយល់ដឹងតកតងជាមួយនឹងតើការពិនិត្យបុណ្យហ្នឹងវាសំដៅទៅលើអីខ្លះអញ្ចឹងណាបងប្អូនបាទពិនិត្យសុខភាពតម្រងនោមបើតម្រងនោមរបស់អ្នកមិនអាចបញ្ចេញអ៊ុយរ៉េបានល្អទេនោះកម្រិតបុណ្យក្នុងឈាមនឹងកើនឡើងខ្ពស់តាមការតាមដានខ្វះជាតិទឹកក៏អាចប្រាប់បានថាអ្នកខ្វះជាតិទឹកនៅក្នុងខ្លួនដែរឬអត់កម្រិតធម្មតាទូទៅគឺចន្លោះពី7ទៅ20មីលីក្រាមDL អាចប្រែប្រួលតិចតួចតាមមន្ទីរពេទ្យនីមួយៗបើបុណ្យខ្ពស់ពេកអាចបណ្ដាលមកពីតម្រងនោមមានបញ្ហាឬខ្សោយតម្រងនោមឬខ្វះជាតិទឹកខ្លាំងរបបអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ពេកហើយបញ្ហាបេះដូងធ្វើឲ្យឈាមទៅច្រោះនៅតម្រងនោមមិនបានល្អហើយបន្ទាប់ពីបុណ្យមកយើងពិនិត្យគ្រីតានីននេះគឺមុខងារតម្រងនោមបាទគ្រីតានីនគឺជាសំណល់ដែលកើតចេញពីការប្រើប្រាស់សាច់ដុំប្រចាំថ្ងៃរបស់អ្នកវាគឺជាសញ្ញាច្បាស់បំផុតសម្រាប់វាស់ស្ទង់មុខងារតម្រងនោមតើគ្រីតានីនកើតមកពីណានៅក្នុងសាច់ដុំរបស់យើងមានសារធាតុម្យ៉ាងហៅថាគ្រីតានីនដើម្បីបង្កើតថាមពលនៅពេលសាច់ដុំធ្វើការវានឹងបង្កើតបានជាកាកសំណល់គ្រីតានីននេះគឺគ្រីតានីននេះឯងកាកសំណល់នេះត្រូវបានបញ្ជូនទៅក្នុងឈាមហើយតម្រងនោមមានភារកិច្ចច្រោះវាចេញមកក្រៅតាមទឹកនោមស្ទើរតែទាំងអស់ហេតុអ្វីបានជាគ្រូពេទ្យពិនិត្យវាបាទបើសិនបើតម្រងនោមរបស់អ្នកចុះខ្សោយឬមានបញ្ហាវានឹងមិនអាចច្រោះគ្រីតានីនចេញពីឈាមបានល្អឡើយវាជាលទ្ធផលកម្រិតគ្រីតានីននៅក្នុងឈាមនឹងកើនឡើងខ្ពស់ដូច្នេះកម្រិតគ្រីតានីននៅក្នុងឈាមវាកាន់តែខ្ពស់បញ្ជាក់ថាតម្រងនោមរបស់អ្នកកាន់តែខ្សោយទី3កម្រិតធម្មតា normal range កម្រិតនេះអាស្រ័យលើបរិមាណសាច់ដុំបុរសច្រើនតែមានកម្រិតខ្ពស់ជាងស្ត្រីបន្តិចអញ្ចឹងបើបុរសពី 0.7 ដល់ 1.3 អាហ្នឹងគឺកម្រិតវា normal បើស្ត្រី0.6 ទៅដល់ 1.1 បាទហេតុអ្វីដែលធ្វើឲ្យគ្រីតានីនឡើងខ្ពស់បញ្ហាតម្រងនោមដូចជារលាកតម្រងនោមខ្សោយតម្រងនោមឬមានគ្រោះនៅក្នុងតម្រងនោមការខ្វះជាតិទឹកខ្លាំងធ្វើឲ្យឈាមខាប់និងតម្រងនោមពិបាកច្រោះការហាត់ប្រាណធ្ងន់ខ្លាំងឬការញ៉ាំសាច់ច្រើនពេកមុនពេលពិនិត្យផលរំខាននៃថ្នាំមួយចំនួនដែលប៉ះពាល់ដល់តម្រងនោមអាហ្នឹងប្រៀបដូចជាយើងញ៉ាំថ្នាំផ្សះថ្នាំបំបត្តិការឈឺចាប់អីចឹងបាទអាហ្នឹងគឺធ្វើឲ្យកលៀនរបស់យើងឬតម្រងនោមរបស់យើងធ្វើការធ្ងន់ហើយជាពិសេសយើងញ៉ាំរសជាតិប្រៃពេករសជាតិដិតខ្លាំងអីចឹងបងប្អូនហើយធ្វើឲ្យយើងងាយនឹងគ្រោះថ្នាក់ឬក៏មួយទៀតគឺតាក់ទងជាមួយនឹងគ្រឿងកំប៉ុងបាទគ្រឿងកំប៉ុងក៏ជាបញ្ហាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែរសម្រាប់កលៀនណាបាទបន្ទាប់ពីយើងគ្រីតានីនមកគឺយើង escort ឬក៏ escort យើងហៅ escort ទៅដែលហៅសាមញ្ញប៉ុន្តែខ្លាចតែខ្ញុំហៅមិនត្រឹមត្រូវបងប្អូនអាចអានខ្លួនឯងបាន escort ឬក៏មកពីពាក្យថា serum glutamic oxaloacetic transaminase អានេះភាសាអង់គ្លេសបច្ចេកទេសខ្ញុំអានខុសអីបងប្អូនអាចមើលបានខ្លួនឯងអញ្ចឹងណាបាទខ្លាចលោកអានមិនត្រូវឬដែលគ្រូពេទ្យភាគច្រើនហៅថា
AST បាទគឺជាអង់ស៊ីមមួយយ៉ាងដែលមានវត្តមាននៅក្នុងថ្លើមបេះដូងសាច់ដុំនិងកលៀនបាទហេតុអ្វីបានជាគេពិនិត្យ escort គ្រូពេទ្យពិនិត្យជាតិ escort នៅក្នុងឈាមដើម្បីបាទទី1ពិនិត្យសុខភាពថ្លើមរកមើលថាតើមានការរលាកឬខូចខាតកោសិកាថ្លើមដែរឬទេពេលតាមដានជំងឺដូចជាជំងឺរលាកថ្លើមឬដែលហៅថា hepatitis ឬជំងឺថ្លើមដោយសារស្រាបាទយើងញ៉ាំស្រាញ៉ាំអីច្រើនក៏ជាបញ្ហាដែរបាទសម្រាប់សុខភាពថ្លើមរបស់យើងអត់សូវល្អពិនិត្យផលប៉ះពាល់ថ្នាំការប្រើប្រាស់ថ្នាំមួយចំនួនអាចធ្វើឲ្យប៉ះពាល់ដល់ថ្លើមដូច្នេះគេត្រូវបានតាមដានកម្រិតអង់ស៊ីមនេះឯងបើ escort ឡើងខ្ពស់មានន័យថាម៉េចបាទជំងឺរលាកថ្លើមវីរុសប្រភេទ ABC បាទអាហ្នឹងបងប្អូនត្រូវមើលដែរណាបាទថាតើយើងមានអាលាកថ្លើមអត់មានឆ្លងមេរោគឬក៏មានទុកមេរោគថ្លើមប្រភេទ B ឬក៏មានអង់ទីកអត់បាទនឹងការផឹកស្រាច្រើនហួសកម្រិតជំងឺខ្លាញ់រុំថ្លើមការប្រើប្រាស់ថ្នាំលើសកម្រិតដូចជាប៉ារ៉ាសេតាមុលជាដើមបាទឬក៏ជំងឺផ្ដាសាយជំងឺប្រភេទថ្នាំផ្សះថ្នាំអីបងប្អូនបាទហើយនឹងការហាត់ប្រាណខ្លាំងពេកអានឹងដោយសារតែកម្រិតនៃការប្រើកម្លាំងយើងខ្លាំងធ្វើឲ្យប៉ះពាល់ដល់សាច់ដុំកលៀនដែរបាទតម្រងនោមដែរបាទថ្លើមមានរបួសឬបាទអាចមានរបួសសាច់ដុំមានអីចឹងណាបាទចំណុចសំខាន់ដែលត្រូវដឹងកុំបារម្ភពេកបើការឡើង escort តែមួយមុខមិនទាន់អាចសន្និដ្ឋានថាអ្នកមានជំងឺធ្ងន់នោះទេជាទូទៅគ្រូពេទ្យនឹងពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងអង្គស៊ីមួយទៀតដែលឈ្មោះថា SGPT ឬក៏ ALT នឹងឯងបាទអញ្ចឹងយើងឆ្លងពី escort យើងទៅតាមដាន SLP បាទនេះសម្រាប់មកពីពាក្យពេញថា alkaline phosphatase ឬក៏ ALP គឺជាប្រភេទអង់ស៊ីមមួយយ៉ាងដែលមាននៅក្នុងខ្លួនមនុស្សយើងវាត្រូវបានរកឃើញច្រើនបំផុតនៅក្នុងថ្លើម liver និងឆ្អឹងប៊ុនហើយក៏មាននៅក្នុងបរិមាណតិចតួចនៅក្នុងតម្រងនោមចំពោះនិងពោះវៀនផងដែរតួនាទីរបស់ alkaline phosphatase បាទនៅក្នុងថ្លើមវាជួយក្នុងការបំលែងជាតិប្រូតេអ៊ីននិងជួយដល់ការដំណើរការនៃបំពង់ទឹកប្រមាត់ក្នុងឆ្អឹងវាដើរតួនាទីសំខាន់នៅក្នុងការលូតលាស់និងការរឹងមាំនៃកោសិកាឆ្អឹងទី2បើកម្រិត ALP ខ្ពស់ឬក៏ high ALP វាអាចបញ្ជាក់ពីប្រសិនបើលទ្ធផលរបស់អ្នកបង្ហាញថាកម្រិត LA ឡើងខ្ពស់គឺឡើងខ្ពស់វាអាចជារោគសញ្ញាបញ្ហាមួយចំនួនដូចជាបញ្ហាថ្លើមមានការរលាកថ្លើម hepatitis ក្រិនថ្លើមឬមានការស្ទះបំពង់ទឹកប្រមាត់ដោយសារគ្រោះក្នុងប្រមាត់ឬដុំសាច់បញ្ហាឆ្អឹងកំពុងលូតលាស់ខ្លាំងចំពោះកុមារឬក្មេងវ័យជំទង់បញ្ហាខ្វះវីតាមីនឬជំងឺឆ្អឹងផ្សេងដូចជាPaget disease បាទស្ត្រីមានផ្ទៃពោះកម្រិត ALP អាចកើនឡើងខ្ពស់ធម្មតានៅត្រីមាសទី3ព្រោះវាត្រូវបានផលិតចេញពីស៊ុតបាទទី3បើកម្រិត ALP ទាបវាអាចបញ្ជាក់ពីករណី ALP ទាបគឺកម្រជួបប្រទះណាស់ប៉ុន្តែវាអាចបង្ហាញពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរឬខ្វះជាតិសង្កសីឬម៉ាញ៉េស្យូមជំងឺហ្សែនកម្រម្យ៉ាងដែលប៉ះពាល់ដល់ការរីកលូតលាស់ឆ្អឹងផងដែរបាទហើយបើសិនជាបងប្អូនស្រឡាញ់ពេញចិត្តកុំភ្លេចជួយ share ម្នាក់មួយហើយដើម្បីជាកម្លាំងចិត្តដល់ការធ្វើវីដេអូតរបស់ខ្ញុំបាទសូមអរគុណច្រើនគ្រប់ជំរាបលា